Hello guys, welcome to my blog អ្នកទាំងអស់គ្នានៅទីបំផុតខ្ញុំបានឡើងមកដល់កំពូលភ្នំអរ៉ាល់ជាភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជានៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបានឃើញដំណើរឡើងមកកាន់កំពូលភ្នំអរ៉ាល់និងកន្លែងសំខាន់ៗនៅជុំវិញភ្នំអរ៉ាល់នេះដំណើរលើកនេះមានគ្រប់រសជាតិទាំងសប្បាយទាំងហត់ទាំងដើរឡើងភ្នំនៅពេលយប់អ្នកទាំងអស់គ្នាកុំភ្លេច like វីដេអូនេះនិង subscribe YouTube channel ម្នាក់មួយផងភ្នំអរ៉ាល់ស្ថិតនៅប៉ែកខាងកើតនៃជួរភ្នំក្រវាញត្រង់ព្រំប្រទល់ខេត្តកំពង់ស្ពឺខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងយើងទាំងអស់គ្នាបានស្គាល់ហើយថាកំពូលភ្នំអរ៉ាល់គឺជាចំណុចដែលខ្ពស់ជាងគេនៅក្នុងប្រទេសយើងហើយតំបន់នេះជាកន្លែងសម្រាប់អ្នកចូលចិត្តដើរមើលព្រៃភ្នំឡើងមកកម្សាន្តជាច្រើនឆ្នាំមកហើយដោយសារមានការធ្វើដំណើរច្រើនទាំងផ្លូវគោយន្តនិងផ្លូវថ្មើរជើងមានលក្ខណៈសឹកនិងធំទូលាយជាងភ្នំមុនដែលខ្ញុំធ្លាប់បានទៅអ្នកទាំងអស់គ្នាក៏អាចមើលវីដេអូឡើងភ្នំផ្សេងៗទៀតរបស់ខ្ញុំដែលខ្ញុំដាក់ link នៅក្នុងវីដេអូនេះផងដែរសហគមន៍ភ្នំអរ៉ាល់មានឈ្មោះថាសហគមន៍ត្រពាំងជងដែលមានចម្ងាយប្រហែល140គីឡូម៉ែត្រនិងធ្វើដំណើរប្រមាណ2ម៉ោងពីរាជធានីភ្នំពេញយើងចេញដំណើរពីសហគមន៍ត្រពាំងជងដោយគោយន្តប្រមាណ10គីឡូម៉ែត្រទើបមកដល់ជើងភ្នំហើយស្ថានភាពផ្លូវគោយន្តពិបាកគួរសមចាប់ពីជើងភ្នំនេះទៅយើងក៏ចាប់ផ្ដើមធ្វើដំណើរដោយថ្មើរជើងផ្លូវទៅកំពូលភ្នំអរ៉ាល់មានកន្លែងសម្រាកធំៗពីរកន្លែងគឺដំណាក់ទី1និងដំណាក់ទី2ដំណាក់ទី1ស្ថិតនៅជិតនឹងចង្កេះភ្នំមានចម្ងាយប្រមាណ2គីឡូម៉ែត្រពីកន្លែងដែលយើងសម្ចតគោយន្តហើយបើគិតពីដំណាក់ទី1នេះទៅដល់កំពូលភ្នំគឺមានចម្ងាយ7គីឡូម៉ែត្រហើយពីដំណាក់ទី1ទៅដំណាក់ទី2ជាកន្លែងដែលយើងបោះតង់មានចម្ងាយប្រមាណ75គីឡូម៉ែត្រនៅប្រមាណ400ម៉ែត្រដំបូងពីដំណាក់ទី1ទៅផ្លូវរាងចោតខ្លាំងហើយយើងត្រូវដើរឡើងដោយតោងខ្សែពួរបន្ទាប់ពីនោះមកស្ថានភាពផ្លូវចោតដោយកន្លែងនៅតាមផ្លូវកន្លែងខ្លះយើងត្រូវតោងថ្មហើយកន្លែងខ្លះក៏យើងអាចដើរបានដោយធម្មតាបើអ្នកទាំងអស់គ្នាចង់ដឹងថានៅពេលឡើងភ្នំត្រូវយកអ្វីមកខ្លះអ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូខ្នងក្រពើនិងខ្នងវារបស់ខ្ញុំហើយធ្វើយ៉ាងណាយកតែរបស់ដែលចាំបាច់បំផុតបានហើយព្រោះផ្លូវឡើងភ្នំរាងចោតបើយើងយករបស់មកច្រើនក៏រាងពិបាកឡើងដែរដោយសារយើងចេញដំណើរពីជើងភ្នំមករៀងថ្ងៃបន្តិចហើយនៅក្នុងខែវស្សាមេឃឆាប់ងងឹតយើងក៏មកដល់ដំណាក់ទី2រៀងយប់បន្តិចហើយយើងក៏ចាប់ផ្ដើមដំឡើងតង់សម្រាប់សម្រាកនៅពេលយប់និងញ៉ាំអាហារពេលល្ងាចនៅទីនេះជាទូទៅអ្នកដែលឡើងមកកំពូលភ្នំអរ៉ាល់ច្រើនសម្រាកនៅដំណាក់ទី2នេះព្រោះនៅទីនេះមានបន្ទប់ទឹកនិងកន្លែងដែលយើងអាចបោះតង់បាននៅថ្ងៃទី2បន្ទាប់ពីព្រះអាទិត្យរះនិងញ៉ាំអាហារពេលព្រឹកហើយយើងក៏រៀបចំបន្តដំណើរទៅកាន់កំពូលភ្នំផ្លូវមកកាន់កំពូលភ្នំនេះវែងឆ្ងាយណាស់អ្នកទាំងអស់គ្នាតែទោះយ៉ាងណាក៏ខ្ញុំមិនភ្លេចប្រើប្រាស់ sunscreen ដែរខ្ញុំជ្រើសរើសយក sunscreen Sika Daily Sun ជាផលិតផលរបស់ប្រទេសកូរ៉េអ្នកទាំងអស់គ្នាអាចរកទិញ sunscreen នេះបាននៅក្នុង page Facebook Madam Skincare ដែលខ្ញុំនឹងដាក់ link នៅក្នុងវីដេអូនេះពីដំណាក់ទី2នេះទៅកំពូលភ្នំមានចម្ងាយជាង3គីឡូម៉ែត្រចំណាយពេលប្រមាណជាង2ម៉ោងកាត់តាមផ្លូវមានសភាពចោតគួរសមនិងចុះអាប់ដោយកន្លែងចំពោះសម្ភារៈផ្សេងៗនិងតង់យើងអាចទុកនៅដំណាក់ទី2ហើយយើងយកតែរបស់សំខាន់ៗនិងអាហារពេលថ្ងៃមកតែប៉ុណ្ណោះទោះបីជាផ្លូវរៀងពិបាកបន្តិចមែនតែពួកយើងខំប្រឹងឡើងមកទាល់តែដល់ទាំងអស់គ្នាចំពោះធម្មជាតិនៅតាមផ្លូវដើរវិញយើងឃើញមានរុក្ខជាតិប្លែកៗជាច្រើនគ្រាន់តែខ្ញុំមិនសូវស្គាល់ឈ្មោះដូច្នេះបើអ្នកទាំងអស់គ្នាស្គាល់កុំភ្លេច comment នៅក្នុងវីដេអូនេះផងនៅទីបំផុតយើងបានមកដល់កំពូលភ្នំត្រង់ចំណុចខ្ពស់ជាងគេ1813ម៉ែត្រហើយនៅលើកំពូលភ្នំនេះមានអាព័ទ្ធជុំវិញតែម្ដងយើងមិនអាចមើលមកក្រោមបានទេអ្នកទាំងអស់គ្នាហើយអាកាសធាតុវិញក៏ត្រជាក់គួរសមអាហារថ្ងៃត្រង់នៅលើកំពូលភ្នំនេះ
ទោះជាញ៉ាំបាយជាមួយសាច់គោនិងត្រីងៀតក្រៀមៗក៏ឆ្ងាញ់មិនចាញ់អាហារថៃៗដែរអ្នកទាំងអស់គ្នានៅសល់3កន្លែងទៀតដែលខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ដើរពីកំពូលភ្នំនេះទៅខាងជើងប្រមាណ1គីឡូម៉ែត្រយើងនឹងមកដល់អូរមួយដែលមានឈ្មោះថាអូរក្តាមលើកជើងអូរក្តាមលើកជើងនេះជាកន្លែងមួយដែលអ្នកមកដល់កំពូលភ្នំនេះមិនងាយនឹងមើលរំលងកន្លែងមួយនេះទេហើយភាគច្រើនយើងមកដើម្បីនឹងថតរូបទុកជាអនុស្សាវរីយ៍ហើយកន្លែងបន្ទាប់គឺនៅតាមផ្លូវពីកំពូលភ្នំមកកាន់ដំណាក់ទី2វិញជាសាកសពយន្តហោះដែលនៅជិតកំពូលភ្នំដោយសារកម្ពស់ខ្ពស់នៃកំពូលភ្នំអារ៉ាល់នេះមានឯកសារខ្លះបានបញ្ជាក់ថាមានយន្តហោះជាច្រើនគ្រឿងដែលធ្លាក់នៅលើកំពូលភ្នំអារ៉ាល់នេះនៅក្នុងអតីតកាលហើយសាកសពយន្តហោះដែលយើងបានឃើញនេះតាមការសិក្សាគឺជាយន្តហោះដែលធ្លាក់នៅក្នុងឆ្នាំ1974ឆក់យកជីវិតសរុប11នាក់ហើយយន្តហោះនេះគឺជាជើងហោះហើរពីខេត្តបាត់ដំបងទៅភ្នំពេញកន្លែងទី3នេះគឺជាទឹកជ្រោះនៅជើងភ្នំអារ៉ាល់ទឹកជ្រោះនេះមានចម្ងាយប្រមាណ250ម៉ែត្រពីផ្លូវដើរដែលយើងចុះពីដំណាក់ទី1ទៅកាន់គោយន្តហើយភាគច្រើនអ្នកថ្មើរជើងចូលមកងូតទឹកលាងខ្លួននៅទីនេះបន្ទាប់ពីធ្វើដំណើរចុះពីលើភ្នំយ៉ាងហត់នឿយរឿងមួយដែលខ្ញុំរៀនបានពីការឡើងភ្នំនេះគឺថាការធ្វើដំណើរលឿនឬយឺតពេលខ្លះមិនសំខាន់ទេឲ្យតែយើងខំប្រឹងទៅមុខគង់តែនឹងដល់គោលដៅជីវិតរបស់យើងម្នាក់ៗក៏ដូចគ្នាឲ្យតែមានគោលដៅច្បាស់លាស់ហើយរក្សាដំណើរឆ្ពោះទៅមុខខ្ញុំជឿថាថ្ងៃណាមួយយើងគង់នឹងទៅដល់គោលដៅអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតមកដល់ចប់ជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត